រលកនៃការចាក់ចែងរបស់ជនបរទេសមួយចំនួនក្រោយអាជ្ញាធររដ្ឋបន្ទឹងនិងបើកយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបានធ្វើឲ្យតម្រូវការជួលផ្ទះអាផាតមិននិងអគារពាណិជ្ជកម្មដាំក្បាលចុះយ៉ាងគំហុកវិបត្តិនេះកំពុងគំរាមកំហែងនិងរុញច្រានម្ចាស់អគារមួយចំនួនដែលខ្ចីបុលថវិកាពីធនាគារមកសាងសង់ឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពវ័នកគណៈវិស័យអចលនទ្រព្យកំពុងរងសម្ពាធស្រាប់ពីការសាងសង់លើសតម្រូវការនិងវិបត្តិសេដ្ឋកិច្ចសកលតើម្ចាស់អគារនិងស្ថាប័នពាក់ព័ន្ធគួរមានយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមនេះយ៉ាងណាខ្លះតទៅនេះក្រុមការងារ Cambodia លំអិតលើរឿងនេះដូចតទៅការបង្ក្រាប scam អនឡាញធ្វើឲ្យទីផ្សារជួលអគារដាំក្បាលចុះតើត្រូវដោះស្រាយបែបណាលោកសៀឆៃលីនអនុប្រធានសមាគមអ្នកវិយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានទទួលស្គាល់ថាការចាក់ចែងរបស់ជនបរទេសពិតជាបានបង្កើតជាសម្ពាធដល់ទីផ្សារជួលអគារដោយសារម្ចាស់អចលនទ្រព្យមិនអាចស្វែងរកអតិថិជនថ្មីមកជំនួសបានភ្លាមៗមែនទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់ថាផលប៉ះពាល់នេះទំនងជាអាចកើតមានក្នុងរយៈពេលខ្លីនិងលើអគារមួយចំនួនប៉ុណ្ណោះព្រោះអគារដែលមានស្តង់ដារនិងមានទីតាំងល្អនៅតែមានតម្រូវការខ្ពស់ស្ថិតនៅក្នុងស្ថានភាពនេះលោកជំរុញឲ្យស្ថាប័នហិរញ្ញវត្ថុនិងធនាគារគួរមានយន្តការសម្របសម្រួលឬបន្ធូរបន្ថយលក្ខខណ្ឌយោគយល់ណាមួយដល់ម្ចាស់អគារដើម្បីបន្ធូរបន្ថយសម្ពាធនិងទប់ទល់នឹងការបាត់បង់ចំណូលជាបណ្ដោះអាសន្ននេះខ្ញុំជឿថាការងារហ្នឹងក៏គាត់ត្រូវតែជាប់ដែរព្រោះវាតគ្នាមកណាហើយដំណោះស្រាយមិនអាចតែម្ចាស់ទ្រព្យតែម្នាក់ឯងនឹងបានទេខ្ញុំគិតមើលទៅព្រោះគាត់កំពុងតែគេហៅថាមនុស្សលងទឹកហើយមិនអាចជួយខ្លួនឯងបានទេជួយខ្លួនឯងដែរមិនតែមានអ្នកផ្សេងជួយជ្រងគាត់ឡើងអីចឹងណាអញ្ចឹងបើប៉ះពាល់ជាមួយនឹងស្ថាប័នហិរញ្ញវត្ថុនិងស្ថាប័នផ្សេងទៀតហ្នឹងខ្ញុំគិតថាគួរតែពិនិត្យមើលបំណុលពិនិត្យមើលផែនការរបស់ម្ចាស់អគារហ្នឹងតើគាត់មានផែនការធ្វើយ៉ាងណាដើម្បីធ្វើឲ្យអគាររបស់គាត់ហ្នឹងអាចត្រឡប់ចូលក្នុងទីផ្សារវិញដែលមានលំហូរចំណូលណាតិចច្រើនក្តីហ្នឹងគឺត្រូវតែសហការគ្នាពិភាក្សាគ្នារកដំណោះស្រាយហើយដោយសារការចាក់ចេញលើនេះមើលទៅឃើញមានទំហំច្រើនដែរដោយឡែកលោកបណ្ឌិតជ័យតិចអ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានមើលឃើញថាក្រៅពីម្ចាស់អគារសូម្បីតែអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏កំពុងរងផលប៉ះពាល់ដល់ប្រាក់ចំណូលប្រចាំថ្ងៃផងដែរប៉ុន្តែអ្នកជំនាញរូបនេះជឿជាក់ថាទីផ្សារនឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់តាមរយៈការជំនួសមកវិញនៅក្រមវិនិយោគស្អាតស្អំនិងស្របច្បាប់ទន្ទឹមនឹងនេះលោកបណ្ឌិតបានផ្ដល់ជាយោបល់ថាអាជ្ញាធរពាក់ព័ន្ធត្រូវតែអនុវត្តច្បាប់ឲ្យមានតម្លាភាពយុត្តិធម៌និងត្រូវការពារដាច់ខាតនៅរាល់អ្នកប្រកបអាជីវកម្មត្រឹមត្រូវជៀសវាងការឆ្លៀតឱកាសគំរាមកំហែងដើម្បីប្រព្រឹត្តអំពើពុករលួយហើយវាជារួមបាននៅក្នុងវិស័យអចលនទ្រព្យនៅក្នុងវិស័យសាងសង់ការជួលផ្ទះជួលអគារជាដើមនេះបាននៅកម្ពុជាយើងគឺមានភាពត្រដាប់ត្រដួសបានដូច្នេះទេគាត់បានទទួលនៅគេហៅថាផលប្រយោជន៍មួយចំនួនហើយកន្លងមកនេះពាក់ព័ន្ធទៅនឹងគេហៅថាអាជីវកម្មប្រភេទអាជីវកម្មបទល្មើសនេះដូច្នេះទេការទទួលនៅការលំបាកនេះគឺយើងទទួលទាំងអស់គ្នាជារួមបាទជាពិសេសគឺនៅក្នុងវិស័យអចលនទ្រព្យវិស័យសាងសង់វិស័យជួលផ្ទះជួលអគារនេះបាទដូច្នេះទេការទទួលនៅផលប្រយោជន៍ពីអាជីវកម្មខ្មៅពីអាជីវកម្មប្រភេទអំពីបទល្មើសឆបោកអនឡាញនេះវាមិនមាននិរន្តរភាពនោះទេគឺយើងប៉ាន់ស្មានខ្លួនឯងរួចទៅហើយបាទដូច្នេះយើងរងចាំឱកាសនៃការវិនិយោគថ្មីអាការវិនិយោគដោយស្អាតស្អំបាទដែលនាំមកនូវនិរន្តរភាពនាំមកកិត្តិយសនាំនៅគេហៅថាកិត្យានុភាពរបស់កម្ពុជាក៏ដូចជាទំនុកចិត្តបាទរបស់អន្តរជាតិទំនុកចិត្តរបស់អ្នកវិនិយោគទុនទំនុកចិត្តរបស់អ្នកទេសចរមកកម្ពុជាដែលនឹងជួយនៅអភិវឌ្ឍនៅសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយភាពធន់ហើយនឹងមាននិរន្តរភាពសូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញចំហនឹងការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការបោះសម្អាតឲ្យដល់ឫសគល់នៅបណ្ដាញឧក្រិដ្ឋកម្មបច្ចេកវិទ្យាជាក់ស្ដែងយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំនាពេលកន្លងទៅបានឈានដល់ការកសាងសំណុំរឿងបញ្ជូនជនល្មើសទៅកាន់តុលាការរាប់រយករណីនិងធ្វើឲ្យជនបរទេសដែលពាក់ព័ន្ធរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តចាក់ចេញពីកម្ពុជាដើម្បីស្ដារមុខមាត់និងទំនុកចិត្តនៅលើឆាកអន្តរជាតិឡើងវិញ